ណាស្គប់ពីមួយគ្រឿងនេះគឺថាលែងនិយាយតែម្ដងបងប្អូននិយាយពីបើកសោបានធម្មតាហើយដេកក៏បានធម្មតាដែរតែក៏ដេកទៅអូឈឹកគ្មានសំឡេងស្នូឆេះអីមិនតិចហើយម៉ូតូនេះគ្មានតែសង្ស័យអីក្រៅពីម៉ាស៊ីនវាទេបងប្អូនអញ្ចឹងទេរើតែម្ដងទៅហើយសួរថាមិនក៏ជាងដល់មិនដឹងច្បាស់ម្លេះអត់ដូរភ្នែកដេកអត់ដូរដុំភ្លើងអត់មើលប្រឡងអីសិនទេហេតុអីក៏ជាងដល់មិនសន្និដ្ឋានច្បាស់ម្លេះមូលហេតុអីបាទខ្ញុំដឹងច្បាស់ម្លេះមកពីម្ចាស់គាត់នឹងបានប្រាប់ខ្ញុំព្រោះគាត់ថាគាត់បានដូរប្រេង3 4ខែទៅហើយខ្ញុំក៏សួរគាត់ថាម៉ូតូនេះឯងចាំមួយឆ្នាំមកទៅចាំដូរប្រេងម៉ាស៊ីនស្រួលជាងដំយកលុយម្ដងគ្រប់មកកុំឲ្យស្ទើរចិត្តយកលុយតិចពេកស្ទើរចិត្តយកគ្រប់ហ្មងទៅតាមពិតទៅបងប្អូនប្រុសនៅក្មេងហើយអត់ដែលជិះម៉ូតូអូតូអត់ដឹងពីការថែទាំម៉ូតូអូតូប្រុសដឹងទេថាគេដូរប្រេងប្រហែលថ្ងៃម្ដងប្រហែលខែម្ដងប្រហែលគីឡូម្ដងហើយបងប្អូនក៏អត់ចាប់អារម្មណ៍ប្រាប់ប្រុសក៏អត់ដឹងទៀតមានអីគប់ពេស្ញាញ់តែម្ដងបងប្អូនមិនស្ញាញ់ទេដេកកើតប៉ុន្តែដេកមិនឆេះទេដេកស្នងមិនឆេះទេចឹងហើយបានជាងដំគិតថាម៉ូតូនេះប្រាកដណាស់មានបញ្ហាទៅលើម៉ាស៊ីនវាហើយចឹងទេបងប្អូនអាចចាំមើលបានម៉ែហើយបងប្អូនឯនេះមើលពីស្ទង់គេឡើងឆេះឆ្កូតខ្ទេចខ្ទីអស់ហើយបើវាម្លឹងឲ្យគ្នាឆេះអាម៉េចទៅបងប្អូនហើយវាកៀងជាមួយនឹងអាពីស្ទង់ជាមួយនឹងដៃយេនទៀតមិនដឹងយកអាម៉េចចេញទេបងប្អូនម៉ូតូនេះនិយាយទៅដុកអត់ចេញទេអ្វីអត់ចេញទេពីស្ទង់នេះជាប់កែងជាមួយនឹងដៃយេនតែម្ដងហ៊ានដល់វាយខ្លាំងណាស់បោដៃយេនមកដល់ឡើយហើយបើសមីណាឡើងស៊ីចង្អូឆ្កូតអស់ហាលីងហើយតែខំម៉ូតូនេះខ្ញុំមានវិធីមួយគឺខ្ញុំរោលភ្លើងរោលយកពីស្ទង់ចេញសិនរោលវាលួយពីស្ទង់សិនចាំយកអាពីស្ទង់ចេញតាមក្រោយកុំថាយកពីស្ទង់ហើយវាចេញមកភ្លាមអត់មានទេណាទោះតែយើងរោលជាមួយនឹងដៃយេនវាក៏ឡើងក្រហមសិនទើបយើងអាចយកវាចេញបានតែក៏សំណាងណាស់បងប្អូនហើយម៉ូតូនេះអត់គប់ពេកទៅដល់ដៃយេនទេស្អីតែកណាត់មុខគឺអេមបាត់ទៅហើយបងប្អូនមើលម៉ូតូឡើងថ្មីចេះហើយទៅជាគប់ពេកម៉ាស៊ីនណាបងប្អូនស្ដាយអត់បងប្អូនស្ដាយអត់តែខ្ញុំអត់ស្ដាយទេដោយសារខ្ញុំបានលុយបាទឥឡូវស្ដាយជំនួសបងប្អូនជាងដល់បានលុយណាដាក់អាចាក់ពេលល្ងាចចុះ